រវាស៊ូបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនថ្ងៃនេះនាំបងប្អូនមកទស្សនាមើលទស្សនភាពផ្លូវបតុងមួយខ្សែដែលមានផ្ទះបងប្អូនជាពលរដ្ឋហ្នឹងហើយរស់នៅបាទជាប់គ្នាហ្នឹងហើយម៉ោងស្មោះនេះដែរគឺយើងម៉ោង7បាទម៉ោង7ជាងចិត្តម៉ោង8ហ្នឹងហើយពេលព្រឹកហ្នឹងហើយនេះតែបងប្អូនគាត់ព្រលឹមឡើងហ្នឹងហើយមានការមានអីហ្នឹងហើយនៅបន្ទប់នេះដែរគេហៅថាភូមិហ្នឹងចិត្តភូមិ PM ហ្នឹងហើយនៅបន្ទប់នេះគឺវែងដែរហ្នឹងហើយបងប្អូនបាទវែងដែរហើយលើមកដល់ក្នុងបន្ទប់នេះគឺកន្លែងផ្ទះបងប្អូនជាប្រវត្តិគឺមានមួយហ្នឹងហើយមួយផ្ទះថ្មអញ្ចឹងណាហើយកន្លែងនេះចាក់ទឹកសុទ្ធអាចមកទិញទេសភាពហ្នឹងហើយខែនេះគឺខែលក្ខណៈទេសភាពពណ៌បៃតងហ្នឹងហើយនេះផ្ទះស្អាតម៉ូដអីវិញស្អាតហ្នឹងហើយនេះក៏ស្អាតដែរម៉ូដដើមកង្កោកការកង្កោកនេះធ្វើឲ្យតាក់ទាញហ្នឹងហើយធ្វើឲ្យតាក់ទាញដល់សម្រស់ទីក្រុងផងដែរហ្នឹងហើយស្អាតណាស់បងប្អូនបាទស្អាតណាស់ផ្លូវទៅខាងនោះដែរគឺលក្ខណៈផ្លូវទៅភូមិ PM ហើយនេះគឺជាការកង្កោកហ្នឹងហើយការកង្កោកក៏បានច្រើនគឺស្អាតតែម្ដងហ្នឹងហើយរដូវនេះរដូវភ្លៀងហ្នឹងហើយភ្លៀងសេសក់ទៅវាធ្វើឲ្យហ្នឹងហើយដំណាំឬដើមឈើឬអីគឺមានសភាពស្រស់ប្រងហ្នឹងហើយនេះយើងបន្តទៅមុខទៀតហ្នឹងហើយបងប្អូនបាទក្នុងមុខនោះគឺភ្នំខៀវហើយនេះការងោហ្នឹងហើយផ្លូវកស៊ូមកដល់ផ្លូវកស៊ូហើយផ្លូវនេះគឺហៅថាផ្លូវហ្នឹងហើយទៅតំបន់នេះបងប្អូនបាទតំបន់ភ្នំខៀវមុខទៀតគឺភ្នំខៀវអានេះផ្លូវចេញពីគេថាភូមិអីគេនេះចេញពីភូមិ PM ហើយម្ដងនេះចំណុចនេះគឺយើងដល់តំបន់ពហិចាមកលើហើយហ្នឹងហើយផ្លូវនេះបាទទៅមានដីទៀតទេគឺសិល្បៈមិនផ្លូវចិត្តគឺផ្លូវបេតុងហ្នឹងហើយមើលពីមុខនោះមើលទេសភាពហ្នឹងហើយស្រស់ស្អាតពិតប្រាកដហ្នឹងហើយយើងកាច់ខាងឆ្វេងដៃបាទកាច់ខាងឆ្វេងដៃហ្នឹងហើយក្នុងមុខនោះគឺគេថាប្រុសពហិស៊ីស្លាមហ្នឹងហើយបងប្អូនហើយយើងនេះគឺនេះថ្នោតនេះថ្នោតពីដើមដែរបាទខាងនោះក៏មានថ្នោតណាហើយអ្នកកប់មុខរបរទឹកថ្នោតហ្នឹងហើយគេឡើងទៅបងប្អូនបាទឡើងដើម្បីអីដើម្បីយកទឹកហ្នឹងហើយដើម្បីយកទឹកយកទៅលក់ទឹកគេហៅទឹកថ្នោតជូរតែម្ដងហ្នឹងហើយបងប្អូនហើយទំភ្លៀងមិញដែរបងប្អូនបាទមិនភ្លៀងខ្លាំងនេះគឺលក្ខណៈរលឹមបាទរលឹមមកឆាវទៅធ្វើឲ្យផ្លូវវាមើលទៅឃើញទឹកឃើញភ្លៀងមើលទៅផ្លាតហ្នឹងហើយម្ដងនេះម្ដងចំណុចស្ពានហ្នឹងហើយស្ពាន
វែង18 ម៉ែត្រហ្នឹងហើយបងប្អូនបាទប្រវែង18 ម៉ែត្រទៅ8 ម៉ែត្រហ្នឹងហើយមកចូលភូមិបរនីវហើយបងប្អូនបាទចូលភូមិបរនីវហើយបាទហ្នឹងហើយបងប្អូនបាទហើយនេះគឺហ្នឹងហើយកន្លែងផ្ទះកន្លែងថាតំបន់អ៊ីស្លាមហ្នឹងហើយបងប្អូនបាទអ្នកជនជាតិខ្មែរទេតែគាត់លក្ខណៈប្រកាន់ភ្ជាប់សាសនាហ្នឹងហើយអ៊ីស្លាមហ្នឹងហើយបងប្អូនបាទហើយកាច់មកស្ដាំដៃនេះគឺយើងផ្លូវទៅហ្នឹងហើយដល់ភ្នំខៀវភូមិខៀវភូមិទួលខៀវហ្នឹងហើយបងប្អូនបាទនិយាយចង់ចេញភ្នំខៀវแล้วមើលទៅផ្កាកង្កោកបងប្អូនបាទផ្កាកង្កោកហ្នឹងហើយហើយនេះព្រៃអាស័យមើលទៅស្អាតហ្នឹងហើយយូរមើលស្អាតតាមបែបធម្មជាតិជាដាំតាមដងផ្លូវហើយនេះផ្កាកង្កោកអាចថតលេងអីសានឥឡូវកំពុងតែល្បីរឿងផ្កាកង្កោកហ្នឹងបងប្អូនបាទអ្នកម្នាក់ឃើញថត review អីបាទពិតជាស្រស់ស្អាតហ្នឹងហើយបងប្អូនបាទពិតជាស្រស់ស្អាតហើយនេះផ្កាប្រាថ្នាស្អាតដែរបងប្អូនបាទនេះដាក់លបងស្អាតព្រោះអត់ឃើញចិត្តទេបាទតាមផ្កាលុបមុខច្រើនធ្វើឲ្យលុបជួយលេងសប្បាយណាអូនោះខាងនោះគឺបែកខាងស្វែងដៃទៅលើពូយ៉ាទៅនោះបងប្អូនហើយយើងត្រង់ទេបងប្អូនបាទពូយ៉ាយើងធ្លាប់ទៅហើយហ្នឹងហើយមិនអន់ពេកក៏មិនខ្លាំងដែរគឺយើងមកជុំតែម្ដងហ្នឹងហើយគឺមានផ្ទះគ្រប់នៅបែបលក្ខណៈថ្មបាទថ្មក៏មានឈើក៏មានហ្នឹងហើយតែអ្វីដែលពិសេសគឺយើងឃើញថាឥឡូវនេះអ្នកមានលុយច្រើនគឺគាត់ធ្វើហ្នឹងផ្ទះលំហែផ្ទះអីហ្នឹងបងប្អូនបាទឥឡូវនេះយើងបន្តទៅមុខទៀតហ្នឹងហើយបងប្អូនហើយយើងផ្ទះលំហែស្អាតស្រស់ស្អាតមើលទៅបាទនៅស្មោលនេះហ្នឹងហើយនេះគឺយើងមើលថានេះកន្លែងការដ្ឋានហ្នឹងហើយបងប្អូនការដ្ឋានកន្លែងការដ្ឋានហ្នឹងគឺមានន័យថាការដ្ឋានធ្វើផ្លូវហ្នឹងហើយផ្លូវគ្រប់ប្រភេទហ្នឹងហើយផ្លូវជាតិផ្លូវលំផ្លូវបតុងហ្នឹងហើយគាត់ខាងការដ្ឋានធ្វើសាងសង់ផ្លូវតាមបណ្ដាភូមិឥឡូវនេះមកដល់នេះគឺសុំបន្ថយល្បឿនហ្នឹងហើយសុំបន្ថយល្បឿនដោយសារទីមួយនោះគឺយើងគាត់ធ្វើផ្លូវតែឥឡូវផ្លូវនេះគឺធ្វើបានរួចរាល់ជាថាពុក100%បាទតបជាប់ជាមួយនឹងផ្លូវនេះនេះឥឡូវក្រាលគ្រូដាក់ស៊ូហើយនេះហ្នឹងស្អាតហ្នឹងហើយបងប្អូនបាទហើយមើលទៅតាមដងផ្លូវគឺជាស្រស់ស្អាតមានផ្លូវជាតិចឹងមកហ្នឹងហើយអត់ហុយមើល review តាមដងផ្លូវហ្នឹងហើយស្អាតមើលហ្នឹងហើយបងប្អូនបាទអត់ហុយធ្វើឲ្យយើងធ្វើដំណើរទៅវាស្រួលហ្នឹងហើយ
ការសិផលនេះក៏បានដែរហ្នឹងហើយបងប្អូនបាទស្ថិតនៅភូមិទួលខៀវហ្នឹងហើយបងប្អូនបាទស្អាតស្អាតហើយបងប្អូនបាទទៀតមកដាក់ចំក្បាលទៅវាអាចមានបញ្ហាស្អាតបងប្អូនបាទលើវីដេអូទៅហ្នឹងហើយតែនេះយើងធ្វើចេះហើយយើងអាចហាត់ប្រាណហ្នឹងហើយហាត់ប្រាណក៏បានអីក៏បានដើរហាត់តាមពេលល្ងាចឡើងចូលចិត្តហ្នឹងហើយហើយនេះក៏ផ្ទះរីសតហ្នឹងហើយតែយើងមានវីដេអូនេះប៉ុណ្ណឹងបងប្អូនបាទកុំភ្លេចជួយចុច Subscribe និង Follow អ្នកមួយផងបាទសូមអរគុណសូមជម្រាបលាបាទ